បាទសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះការ៉ាលក់គ្រឿងចាក់ CSK នៅប្រទេសជប៉ុនយើងខ្ញុំគឺបានដឹកគ្រឿងចាក់ជាហូរហែចូលមកក្នុងការ៉ាយើងខ្ញុំទៀតហើយអាចាស់មិនទាន់ឡើងទូទៅបាត់អស់ផងអាថ្មីមកជាហូរហែហើយគ្រឿងចាក់ទៅតែដឹកមកអំបញ្ញមិញនេះគឺជាប្រភេទ Excavator mini គេហៅថានៅជប៉ុនគេហៅថា mini Excavator ហើយគឺជាប្រភេទExcavator ម៉ាក PC 40គឺជាម៉ាកបោះគុំម៉ាស៊ុយបងប្អូនគុំម៉ាស៊ុយហើយអានេះគឺជាប្រភេទស៊េរីដក2ថែមទៀតគឺវានៅថ្មីខ្លាំងណាស់នៅថ្មីហើយស៊េរីទំនើបស៊េរីពួកនេះវិញខ្ញុំគិតថាវាចំនួនឆ្នាំ2007អីហើយ2007គឺបើសិនជាយើងគិតថាប្រភេទគ្រឿងចាក់គឺថ្មីហើយបាទហើយមកគ្រឿងនេះវិញគឺ PC 30 MO ស៊េរីដក2ដូចគ្នាអញ្ចឹងដែរបាទហើយយើងអាចគ្រាន់តែមើលមកតួខ្លួនអញ្ចឹងទៅស្អាតទេបងប្អូនខ្ញុំគាត់ថាស្អាតណាស់ហើយប្រភេទគុំម៉ាស៊ុយខ្ញុំគ្រាន់តែសរសើរគុំម៉ាស៊ុយមួយបងប្អូននេះមើលយើងមើលខ្លួនវាទៅឡើងមូលខ្លំតែម្ដងសួរថាទៅបានគេធ្វើឲ្យវាមូលខ្លំអញ្ចឹងគឺមានមូលហេតុបងប្អូនគឺបានន័យថាពេលណាយើងចូលកន្លែងចៀតឲ្យតកង់យើងចូលកន្លែងចៀតបានគឺយើងអាចប្រវល់ខ្លួនបានហើយបាទគឺយើងអាចប្រវល់ខ្លួនណែបងប្អូនអាចមើលកន្លែងនេះបានមើលសូម្បីតាកង់វានេះឲ្យស្មើជាមួយនឹងអាតួខ្លួនគឺស្មើជាមួយនឹងតួខ្លួនវាតែម្ដងឲ្យតែយើងចូលដល់កន្លែងកង់យើងចូលគឺយើងអាចប្រវល់ខ្លួនបានហើយតែដោយឡែកប្រភេទ PC អាលេខ40នេះវិញអានេះលេខ40អានេះលេខ30អញ្ចឹងបានថាលេខ40នៅរៀងធំជាងអញ្ចឹងហើយវារៀងលើយចេញមកខាងក្រៅបន្តិចបើសិនជាយើងចូលទៅក្នុងយើងចង់ប្រវល់ខ្លួនតតែយើងមើលបន្តិចបាទប៉ុន្តែប៉ុណ្ណឹងគឺវាអត់អីទេ SK ជំនាន់ចាស់បងប្អូន SK ជំនាន់ចាស់បងអ្នកប្រើ SK ដឹងហើយអាក្តិតវាហ្នឹងគឺលយចេញមករៀងធ្ងន់គេដាក់បន្ទុកឬក៏ដាក់ទម្ងន់នៅខាងក្រោយហ្នឹងគឺដើម្បីយើងកាប់ដីគឺដើម្បីឲ្យយើងកាប់ដីហ្នឹងគឺឲ្យបានបើសិនជាកម្លាំងយើងកាប់ហ្នឹងដូចឧទាហរណ៍ថាកម្លាំងយើងកាប់ហ្នឹងវា5តោនចុះយើងលើកកម្លាំងលើកបើសិនជាក្តិតខាងក្រោយវាអត់ធ្ងន់លើ5តោនទេគឺវានឹងបាសក្តិតឬក៏វានឹងផ្កាប់ទៅមុខចាក់ជាមិនខានអញ្ចឹងហើយភាគច្រើនប្រភេទ SK គឺវាមានដុំគីឡូនៅខាងក្រោយហ្នឹងតែម្ដងបាទហើយអញ្ចឹងអានេះ PC 30 PC 40ជាប្រភេទស៊េរីខ្ពស់ហើយអាមួយនេះវិញគឺជាប្រភេទ PC 35វិញម្ដងបាទវាយើងមានអញ្ចឹងហើយនៅក្នុងស្តុកយើងគឺមានលេខ30 35ហើយនិងលេខ40តែម្ដងបាទហើយលេខ35នេះក៏ដូចគ្នាដែរបាទគឺរៀងល្អលយហើយនឹងជាប្រភេទសិតតែគ្រឿងចាក់ដូចថាយើងខ្ញុំមកគឺចម្រាញ់ខ្លាំងមែនតើហើយបងប្អូនអាចកត់ចំណាំបាននេះអាដុំនេះវារៀងលយចេញមកខាងមុខវាឡើងលេខ35ហើយលេខ35អាក្តិតខាងក្រោយវាហ្នឹងអាដុំគីឡូវាហ្នឹងវារៀងធំបាទយើងតាមចំណាំមើលវារៀងធំហើយប៉ុន្តែអាលេខ30នេះវិញអាក្តិតឬក៏អាដុំគីឡូនៅខាងក្រោយវាហ្នឹងគឺវាអត់មានលៀនចេញមកដូចអាលេខ35ឬក៏អាលេខ40ទេគឺវារៀងនៅស្មើបងប្អូនវាស្មើអញ្ចឹងហើយបើសួរថាខុសគ្នាកន្លែងណាវាដុំគីឡូនឹងផងដែរបាទយើងមើលតែរូបរាងខាងក្រៅហើយប៉ះចំអាប្រភេទ PC 40វិញអាដុំគីឡូហ្នឹងវាហត់តែធំវាដំឡើងធ្វើម៉េចឲ្យវាខ្ពស់ជាងបន្ថែមទៀតបាទហើយអានេះគីឡូពិតប្រកបជាក់ស្ដែងវាខ្ញុំគិតខ្លួនឯងប៉ុណ្ណឹងប្រហែលជាចូល5ទៅ6តោនហើយបាទ5ទៅ6តោនហើយបើអានោះវិញប្រហែលជា3ទៅ4តោនបាទអានោះក៏ដូចគ្នាដែរប្រហែលជា3ទៅ4តោនលើសគ្នាប្រហែលជា500គីឡូអីទេពួកអា2 PC 35 30ឬក៏40ហ្នឹងបាទអញ្ចឹងហើយទូប្រហែលជាចិត្តមកដល់ហើយប្រហែលជាថ្ងៃសុកអីនឹងធ្វើការឡើងទូជាបន្តបាទអានេះក៏ត្រូវទៅហើយនៅមានគ្រឿងចាក់បន្ថែមទៀតដែលយើងខ្ញុំនឹងទៅដឹកជាហូរហែថែមទៀតបាទឥឡូវធ្វើការរវល់បន្តិចអញ្ចឹងហើយទើបបានអត់សូវចេញវីដេអូជូនបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូននៅតែគាំទ្រប្រភេទគ្រឿងចាក់ជប៉ុនដោយនាំចូលផ្ទាល់ពីការ៉ា CSK យើងខ្ញុំហើយគ្រឿងទាំងអស់ហ្នឹងខ្ញុំគិតថាប្រហែលជាយើងដោះបន្តិចតួចយើងដោះប្រហែលជាប៉ែលឬក៏យើងដោះដូចថាអានេះកុំឲ្យវាឆ្អៀតពេក
bô nó khang một viên nắng đầm bay dương hội châu tu rồi ban hiện chợ tí chứ bọn phỏn và ta đo sọc mai nắng miền krom ca nghe dương nhom nắng kê trăm đồng lạng ao bọn phỏn vinh tê bàn chắc xong con bọn phỏn tập ở này hay tay chết dương nhóm nắng và đã được gọi bác SK tặng ở này hay năng phật clip mặc đường lúc tranh màu vinh bàn chắc xong con bọn phỏn tập ở này bạn